សួស្តីបងប្អូនប្រជាកសិករជាទីរាប់អានថ្ងៃនេះយើងសូមលើកមកបង្ហាញជូននៅខ្សែវីដេអូមួយដែលនិយាយអំពីវិធីសាស្ត្រនៃការផលិតចំណីជ្រូកដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាលក្ខណៈគ្រួសាររបស់កសិករគំរូម្នាក់រស់នៅភូមិឫស្សីឃុំអូរឫស្សីក្រុងក្រចេះខេត្តក្រចេះនេះគឺអ្នកស្រីជីសំអេនដែលមានបច្ចេកទេសនិងបទពិសោធន៍ក្នុងការផលិតចំណីជ្រូកទទួលបានជោគជ័យហើយដែលបានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនធូរធារជាងមុនមួយកម្រិតខ្ញុំជំជ្រូកនេះរយៈពេល4ឆ្នាំហើយយើងផលិតចំណីខ្លួនឯងនិងទិញចំណីគេវាខុសគ្នាច្រើនវាចេះបើសិនជាយើងទិញចំណីគេវាយើងចំណាយលុយអស់ច្រើនណាបើយើងផលិតខ្លួនឯងអញ្ចឹងដោយថាវត្ថុធាតុដើមវាមាននៅក្នុងស្រុកខ្លះហើយយើងទិញពីគេខ្លះដល់អញ្ចឹងវាធូរថ្លៃកសិករដទៃក៏អាចធ្វើចំណីដូចខ្ញុំបានដែរក្នុងខ្សែវីដេអូនេះយើងនឹងផ្ដល់ជូនលោកអ្នកនៅរឿងពិតជាក់ស្ដែងដើម្បីងាយយល់អំពីការអប់រំដែលផ្ដល់ដោយកសិករនិងអ្នកជំនាញរបស់យើងមិត្តកង្កែបរបស់យើងនឹងពន្យល់លោកអ្នកអំពីដំណាក់កាលមូលដ្ឋានគ្រឹះនៃដំណើរការនៃការផលិតចំណីជ្រូកដោយប្រើប្រាស់វត្ថុធាតុដើមនេះសួស្តីអ្នកទាំងអស់គ្នាការផលិតចំណីជ្រូកវាមិនពិបាកទេតែអ្នកត្រូវចងចាំនៅមូលដ្ឋានគ្រឹះមួយចំនួនដូចជាប្រព័ន្ធទំនាក់ទំនងក្នុងការចិញ្ចឹមជ្រូកបច្ចេកទេសផ្ដល់ចំណីជ្រូករូបមន្តផ្សំចំណីជ្រូកតាមដំណាក់កាលលូតលាស់ផ្សេងគ្នាអត្ថប្រយោជន៍នៃការផលិតចំណីសត្វដោយខ្លួនឯងប្រភពនិងបណ្ដាញវត្ថុធាតុដើមដែលប្រើជាចំណីសត្វបច្ចេកទេសក្នុងការទុកដាក់វត្ថុធាតុដើមនិងចំណីផ្សំរួចមធ្យោបាយសម្រាប់ផលិតចំណីសត្វការគ្រប់គ្រងដំណើរការផលិតកម្មចំណីសត្វសូមបញ្ជាក់ថារាល់មូលដ្ឋានគ្រឹះទាំងអស់នេះក៏មានបង្ហាញផងដែរនៅក្នុងសៀវភៅណែនាំបច្ចេកទេសស្ដីពីការចិញ្ចឹមជ្រូកយកសាច់ផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាបដែលអាចរកបានពី website www.tsdcambodia.org សៀវភៅនេះគឺជាចំណេះដឹងបន្ថែមដ៏មានសារៈសំខាន់ទៅលើខ្សែវីដេអូនេះបើសិនជាអ្នកចង់បានការយល់ដឹងកាន់តែច្រើនអំពីការចិញ្ចឹមជ្រូកយកសាច់អ្នកអាចរកវាបានពីអ្នកជំនាញកសិកម្មនៅប្រចាំខេត្តឬស្រុករបស់អ្នកជាកិច្ចចាប់ផ្ដើមកសិករត្រូវត្រៀមនូវសម្ភារៈមួយចំនួនដូចជាម៉ាស៊ីននិងត្បាល់សម្រាប់ផលិតចំណីវត្ថុធាតុដើមពោតក្រហមមើមដំឡូងមីកន្ទក់សណ្ដែកម្សៅត្រីក្បាលបង្គាប្រេមិចនៅក្នុងដំណើរការផលិតចំណីជ្រូកនេះការចំណាយគឺមានតម្លៃសមរម្យដែលកសិករមានលទ្ធភាពអាចទទួលយកបានប៉ុន្តែឥឡូវនេះសូមមកតាមដានដំណើរការផលិតចំណីជ្រូករបស់យើងសិនដើម្បីឲ្យការចិញ្ចឹមជ្រូកទទួលបានជោគជ័យទាំងបច្ចេកទេសនិងសេដ្ឋកិច្ចកសិករត្រូវគិតអំពីកត្តាទាំងឡាយដែលមានទំនាក់ទំនងនឹងគ្នាដែលមិនអាចខ្វះបានកត្តាទាំងនោះមានដូចជាការសាងសង់ទ្រុងការជ្រើសរើសពូជចំណីស្ថានភាពកូនជ្រូកពេលចាប់ផ្ដើមចិញ្ចឹមការបាញ់ថ្នាំការពារការថែទាំនិងទីផ្សារដើម្បីជ្រាបច្បាស់កត្តាទាំងនេះអ្នកជំនាញរបស់យើងនឹងធ្វើការពន្យល់ដូចតទៅដើម្បីចិញ្ចឹមជ្រូកឲ្យបានជោគជ័យកសិករចិញ្ចឹមជ្រូកត្រូវគិតពីកត្តាមួយក៏ប្រព័ន្ធដែលមានតំណែងតំណងនឹងគ្នាទីមួយគាត់គឺត្រូវជ្រើសរើសពូជហើយពូជជ្រូកដែលល្អគឺមាន4ប្រភេទគឺលើពូជយកសៀដូចជ្រូកនៅត្រង់នេះគឺពូជយកសៀបាទទី2គឺពូជ Landrace បាទទី3គឺពូជដូចរ៉ុកទី4គឺពូជ Petrian ពូជទាំង4គឺពូជល្អដែលចាប់ទៅធំលូតលាស់លឿនកត្តាទី2ដែលគាត់យកចិត្តទុកដាក់ត្រូវយកចិត្តដាក់គឺលើចំណីហើយគាត់ត្រូវផលិតចំណីខ្លួនឯងដែលមានគុណភាពគឺចំណីគឺយើងធ្វើទៅតាមដំណាក់កាលលូតលាស់របស់ជ្រូកមានចំណីកូនជ្រូកពី70រហូតដល់20គីឡូចំណីជ្រូកសាច់ពី20គីឡូរហូតដល់60គីឡូពី60គីឡូដល់រហូតដល់លក់និងចំណីសម្រាប់មេជ្រូកផើនិងមេជ្រូកកូនបាទទី3កត្តាដែលសំខាន់គឺការចាក់វ៉ាក់សាំងចាក់ថ្នាំការពារហ្នឹងគឺយើងចាក់ដើម្បីការពារកុំឲ្យជ្រូកងាប់ដោយជ្រូកមានជំងឺបាទហើយវ៉ាក់សាំងដែលចាំបាច់ដែលកសិករខានបានគឺយ៉ាងតិចពីរមុខគឺវ៉ាក់សាំងពេស្តនិងវ៉ាក់សាំងជំងឺត្រចៀកខៀវបាទទី4ចំណុចដែលសំខាន់ទៀតគឺការថែទាំគឺរួមបញ្ចូលទាំងអនាម័យការប្រើថ្នាំសម្រាប់មេរោគបាទបាញ់លើទ្រុងរៀងរាល់មួយអាទិត្យម្ដងបាទហើយនឹងការឲ្យទឹកបាទទឹកគឺឲ្យទឹកស្អាតឲ្យជ្រូកផឹកបាទហើយស្រោចស្រពទឹកបាទហើយមួយទៀតគឺការឲ្យចំណីហើយឲ្យចំណីគឺ
ចំពោះហើយជុកសាច់ហើយទៅកូនជុកយើងឲ្យស៊ី24ដងឲ្យស៊ីជាប់រហូតបាទតែឡែកមេផើមហ្នឹងយើងអាចឲ្យស៊ីមួយថ្ងៃ2ដងបានបាទហើយមួយទៀតគឺការសាងសង់ទ្រុងគឺចាំបាច់ពីចិញ្ចឹមជ្រូកគឺត្រូវតែមានទ្រុងវាបាទទ្រុងចាក់សាបហើយទ្រុងវាចែកទៅតាមប្រភេទរបស់វាមានទ្រុងសម្រាប់កូនជ្រូកសម្រាប់ជ្រូកមេផើមមេកើតកូនទ្រុងសម្រាប់ជ្រូកសាច់បាទហើយកត្តាមួយទៀតដែលសំខាន់គឺរឿងទីផ្សារបាទទីផ្សារហ្នឹងហើយបើសិនជារងថ្ងៃបើសិនជាតម្លៃជ្រូកបាន1គីឡូយ៉ាងតិច8000គឺការចិញ្ចឹមជ្រូកដែលផលិតចំណីខ្លួនឯងទទួលបានប្រាក់ចំណេញខ្ពស់ចំណីគឺជាចំណុចសំខាន់ជាងគេក្នុងការកំណត់ថាការចិញ្ចឹមជ្រូកទទួលបានប្រាក់ចំណេញឬអត់ដើម្បីផ្សំចំណីឲ្យមានគុណភាពល្អកសិករត្រូវដឹងអំពីសារធាតុចាំបាច់ដែលជ្រូកត្រូវការសម្រាប់ការលូតលាស់របស់វាសារធាតុសំខាន់មានដូចជាប្រូតេអ៊ីនថាមពលខ្លាញ់សារធាតុរ៉ែវីតាមីនគាត់ត្រូវដឹងពីដំណាក់កាលលូតលាស់របស់ជ្រូកដូច្នេះជ្រូកលូតលាស់តាមដំណាក់កាលរបស់វានឹងប្រូតេអ៊ីនតែសម្រាប់ការលូតលាស់របស់វាដើម្បីការខុសៗគ្នាឧទាហរណ៍ថាកូនជ្រូកវាត្រូវការប្រូតេអ៊ីនប្រហែលជា20%ជ្រូកសាច់ពី20រហូតដល់60គីឡូត្រូវការប្រូតេអ៊ីនប្រហែលជា18%ពី60គីឡូរហូតដល់លក់ត្រូវការប្រូតេអ៊ីន16%ណាបាទទេគាត់ត្រូវដឹងពីនឹងមួយហើយទី2គាត់ដឹងថាតើមុខចំណីអីខ្លះដែលយកមកផ្សំហ្នឹងឲ្យមានប្រូតេអ៊ីនដែលត្រូវតាមតម្រូវការរបស់ជ្រូកតាមពិតយើងគិតទាំងប្រូតេអ៊ីនផងយើងគិតទាំងថាមពលផងគិតទាំងវីតាមីនសារធាតុរ៉ែដែលជ្រូកត្រូវការបន្ថែមលើពីនេះទៀតគឺគាត់ត្រូវដឹងពីលក្ខណៈពិសេសរបស់មុខចំណីមួយបានន័យថាតើម្សៅត្រីដែលយើងប្រើគួរប្រើប្រមាណភាគរយឧទាហរណ៍ថាក្នុងចំណីជ្រូកគេប្រើយ៉ាងច្រើនតែ5%បើប្រើលើពីហ្នឹងអាចធ្វើជ្រូករាកបាទឧទាហរណ៍មកឲ្យដូចជាពួកដឡូមីយើងប្រើត្រឹមប្រហែលជា20%បាទរបៀបផ្ដល់ចំណីជ្រូកមានពីរផ្នែកសំខាន់គឺរបៀបឲ្យចំណីកូនជ្រូកនិងរបៀបឲ្យចំណីជ្រូកសាច់ចំពោះកូនជ្រូកត្រូវបង្រៀនឲ្យវាចេះស៊ីចំណីចាប់ពីអាយុ7ថ្ងៃនិងឲ្យវាស៊ីយ៉ាងតិចរយៈពេល2សប្តាហ៍ដោយឲ្យវាស៊ីរហូតដល់វាមានទម្ងន់20គីឡូក្រាមមុនពេលផ្អាច់ចំណីកូនជ្រូកជៀសវាងការផ្លាស់ប្ដូរចំណីដែលអាចបណ្ដាលឲ្យរីករូសត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់និងមានអនាម័យល្អចំពោះជ្រូកសាច់ទម្ងន់លើ20គីឡូក្រាមវិញកសិករត្រូវជៀសវាងការផ្លាស់ប្ដូរចំណីភ្លាមគួរបន្សំចំណីឲ្យបានរយៈពេល1សប្តាហ៍សិនចំណីត្រូវលាយឲ្យថេរតាមកម្រិតប្រូតេអ៊ីនសមស្របនិងផ្ដល់ឲ្យជ្រូកស៊ីឲ្យឆ្អែតដោយដាក់ជាប់រហូតពិសេសពេលយប់និងពេលជិតភ្លឺនិងត្រូវផ្ដល់ទឹកផឹកនិងស្រោចទឹកឲ្យបានគ្រប់គ្រាន់ចំណីកូនជ្រូកហ្នឹងយើងឲ្យស៊ីគឺចាប់ពីជ្រូកចេះស៊ីរហូតដល់ទម្ងន់20គីឡូបន្ទាប់ពី20គីឡូយើងដូរចំណីប៉ុន្តែមុនដូរចំណីយើងបន្សំវាបាន3ថ្ងៃទៅ5ថ្ងៃទៅដើម្បីជៀសវាងវិរិយបានន័យថាថ្ងៃទី1យើងដាក់20%ថ្ងៃទី2 30%ថ្ងៃទី3 50%ឲ្យបានរយៈពេល5ថ្ងៃទៅវាលែងរិះការចិញ្ចឹមជ្រូកដែលធ្វើឲ្យកសិករអាចទទួលបានប្រាក់ចំណេញខ្ពស់គឺមានតែការចិញ្ចឹមតាមរយៈការផលិតចំណីដោយខ្លួនឯងទេព្រោះចំណីផ្សំមានតម្លៃថោកនិងមានគុណភាពល្អហើយវត្ថុធាតុដើមគឺអាចរកបាននៅតាមតំបន់ដែលកសិករចិញ្ចឹមដូច្នេះដើម្បីផលិតចំណីផ្សំមានរូបមន្តពីរយ៉ាងសំខាន់គឺរូបមន្តផ្សំចំណីសម្រាប់កូនជ្រូកចាប់ពីចេះស៊ីរហូតដល់ទម្ងន់20គីឡូក្រាមនិងរូបមន្តផ្សំចំណីសម្រាប់កូនជ្រូកទម្ងន់20គីឡូក្រាមរហូតដល់លក់ចំណីកូនជ្រូកដែលកសិករផលិតខ្លួនឯងនេះមានប្រូតេអ៊ីន20%ចំណីនេះមានទម្រង់ជាម្សៅនិងអាចស្តុកបានរយៈពេល2ខែពេលកិនចំណីកូនជ្រូកកសិករគួរប្រើកញ្ច្រែងមានរន្ធទំហំ1មីលីម៉ែត្រឬកិន2ដងបើប្រើកញ្ច្រែងមានរន្ធទំហំ2មីលីម៉ែត្រនៅពេលកិនត្រូវលាយបញ្ចូលគ្នាជាមួយនឹងចុងអង្ករប្រេងសណ្ដែកនិងកាក់សណ្ដែកសៀងរួចទើបលាយជាមួយម្សៅត្រីនិងប៉ះមិចដែលម៉ត់ស្រាប់តារាងរូបមន្តចំណីផ្សំសម្រាប់កូនជ្រូកចាប់ពីចេះស៊ីរហូតមានទម្ងន់20គីឡូក្រាម 1. ចុងអង្ករ 55% 2. កាក់សណ្ដែកសៀង 10% 3. កាក់សណ្ដែកសៀងមានប្រេង 12% 4. ទឹកដោះគោ 10% 5. ម្សៅត្រី 5% 6. ប្រេងសណ្ដែកឬប្រេងឆា 3% 7. បាសមិច 5%ចំពោះរូបមន្តចំណីផ្សំសម្រាប់ជ្រូកសាច់ទម្ងន់ពី20គីឡូក្រាមរហូតដល់លក់យើងអាចបែងចែកជា2ប្រភេទគឺសម្រាប់ជ្រូកពី20គីឡូក្រាមរហូតដល់60គីឡូក្រាមនិងពី60គីឡូក្រាមរហូតដល់លក់ក្នុងករណីគ្មានមើមដំឡូងមីកសិករអាចប្រើចុងអង្ករឬពោតជំនួសបានរូបមន្តផ្សំចំណីសម្រាប់ជ្រូកសាច់ទម្ងន់20គីឡូក្រាមរហូតដល់លក់ 1. មើមដំឡូងមីជ្រូកទម្ងន់ពី20ទៅ60គីឡូក្រាម 10% ជ្រូកទម្ងន់ពី60គីឡូក្រាមដល់លក់ 15% 2. ពោតជ្រូកទម្ងន់ពី20គីឡូក្រាមរហូតដល់60គីឡូក្រាម 20% ជ្
ជ្រូកទម្ងន់ពី60គីឡូក្រាមដល់លក់ 30% 3. ម្សៅទឹកដោះគោជ្រូកទម្ងន់ពី20គីឡូក្រាមដល់60គីឡូក្រាម 5% ជ្រូកទម្ងន់ពី60គីឡូក្រាមដល់លក់ 0% 4. កន្ទក់ជ្រូកទម្ងន់ពី20គីឡូក្រាមដល់60គីឡូក្រាម 25% ជ្រូកទម្ងន់ពី60គីឡូក្រាមដល់លក់ 30% 5. ម្សៅត្រីជ្រូកទម្ងន់ពី20គីឡូក្រាមដល់60គីឡូក្រាម 4% ជ្រូកទម្ងន់ពី60គីឡូក្រាមដល់លក់ 3% 6. ក្បាលបង្គាជ្រូកទម្ងន់ពី20គីឡូក្រាមដល់60គីឡូក្រាម 4% ជ្រូកទម្ងន់ពី60គីឡូក្រាមដល់លក់ 3% 7. កាកសណ្តែកសៀងជ្រូកទម្ងន់ពី20គីឡូក្រាមដល់60គីឡូក្រាម 20%